សម្រាប់ថ្ងៃទី11ខែកុម្ភៈឆ្នាំ2026ដែលត្រូវជាថ្ងៃរោងភ្លើងយ៉ាងឆ្នាំដែលល្អប្រសើរមានឆ្នាំរកាវកហើយនឹងជូតបើត្រូវការធាតុភ្លើងហើយនឹងដីកាន់តែល្អប្រសើរចំពោះឆ្នាំដែលគួរតែមានការប្រុងប្រយ័ត្នមានឆ្នាំចធាតុមាសវ័យ57ឆ្នាំនិងចធាតុទឹកវ័យ45ឆ្នាំទិសដែលយើងគួរតែបំរុងបង្ការក្នុងការជួសជុលស្វានដំបុកគ្រឹះមានទិសខាងត្បូងហើយនិងត្បូងឈៀងលិចរីឯតារាសាស្ត្រល្អចមកក្នុងទិសខាងជើងឈៀងខាងលិច315អង្សាយើងអាចអង្គុយធ្វើការឬក៏ដាក់ទឹកមានចលនាបានក្នុងការចាប់លាបម៉ោងដែលធ្វើទៅល្អប្រសើរចន្លោះពីម៉ោង7ទៅម៉ោង9ព្រឹកសម្រាប់ថ្ងៃស្អែកយើងឃើញថាមានធម្មពលល្អប្រសើរគ្រប់កិច្ចការងារសំខាន់យើងអាចចាប់ផ្ដើមនិងប្រព្រឹត្តទៅបានល្អប្រសើរប៉ុន្តែតារាសាស្ត្រប្រចាំថ្ងៃហើយនឹងខែមានលេខដូចគ្នាចក្នុងទិសតែមួយទិសណាដែលល្អគឺល្អខ្លាំងទិសណាដែលមិនល្អយើងគួរតែបំរុងបង្ការក្នុងការការពារពិសេសជាងថ្ងៃណាជូនពរសំណាងល្អក្នុងការប្រើប្រាស់តារាសាស្ត្រសម្រាប់ថ្ងៃទី11ខែកុម្ភៈនេះផ្ទាល់អរគុណ